បាទសូមជម្រាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងមកបន្តសិក្សាអំពីកម្រងសំណួរពហុជ្រើសរើសជាបន្តទៀតអញ្ចឹងកាលពីវីដេអូមុនយើងបានសិក្សារួចមកហើយអំពីវប្បធម៌និងសង្គមនៅរមាំងទី1នៅរមាំងទី2យើងបានសិក្សាអំពីមុខងារសាធារណៈហើយរមាំងទី3គឺយើងបានសិក្សាអំពីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុយើងបាន3រមាំងហើយឥឡូវយើងចូលដល់រមាំងថ្មីគឺតកតទៅនឹងរដ្ឋបាលសាធារណៈវិញម្ដងអញ្ចឹងចាប់ពីសំណួរទី63នេះទៅយើងនឹងសិក្សាអំពីរដ្ឋបាលសាធារណៈសំណួរទី63ចូលរៀបរាប់ពីមូលដ្ឋានខ្លឹមសារនៃរដ្ឋបាលសាធារណៈបាទកផ្ដើមចេញពីចន្ទៈអំណាចរដ្ឋបាលខអ្នកនយោបាយបដិវត្តន៍កប្រជាជននិងខសង្គមដំណើរដែលត្រឹមត្រូវគឺប្រជាជនចឹងមូលដ្ឋានខ្លឹមនៃរដ្ឋបាលសាធារណៈគឺប្រជាជនសំណួរទី64តើការផ្លាស់ប្ដូរសមាជិកភាពគណៈរដ្ឋមន្ត្រីសម្រេចដោយរបៀបណាបាទកដោយនាយករដ្ឋមន្ត្រីខដោយសភាកដោយសំណាបរដ្ឋនិងខដោយគណៈបកនយោបាយបាទអញ្ចឹងមានចម្លើយតែមួយគត់គឺដោយសភាអញ្ចឹងរាល់ការផ្លាស់ប្ដូរសមាជិកភាពគណៈរដ្ឋមន្ត្រីត្រូវសម្រេចដោយសភាសំណួរទី65តើរដ្ឋបាលសាធារណៈមានមុខងារសំខាន់អ្វីខ្លះកគ្រប់គ្រងសេវាសាធារណៈខគ្រប់គ្រងផ្នែកឯកជនផ្ទាល់កគ្រប់គ្រងស្ថាប័នទាំងអស់និងខគ្រប់គ្រងមនុស្សអញ្ចឹងចម្លើយត្រឹមត្រូវគឺចម្លើយកគ្រប់គ្រងសេវាសាធារណៈសំណួរទី66អំណាចបានមកពីអ្វីបាទអំណាចបានមកពីណាបាទអញ្ចឹងកការជ្រើសតាំងតែងតាំងចាត់តាំងអញ្ចឹងចម្លើយមានកពីការជ្រើសតាំងតែងតាំងនិងចាត់តាំងតំណែងខការបំពេញភារកិច្ចកពីការបញ្ជាពីថ្នាក់លើនិងខការសម្រេចចិត្តដោយខ្លួនឯងបាទចាំមានតែចម្លើយនេះទេតែត្រឹមត្រូវគឺចម្លើយកបានមកពីការជ្រើសតាំងតែងតាំងនិងចាត់តាំងបាទសំណួរទី67តើការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភានៅកម្ពុជាអនុវត្តតាមប្រព័ន្ធបោះឆ្នោតអ្វីកប្រព័ន្ធសមាមាត្រទូទាំងប្រទេសខប្រព័ន្ធសមាមាត្រតាមរាជធានីខេត្តកប្រព័ន្ធសមាមាត្រតាមភូមិភាគនិងខប្រព័ន្ធឯកតនាមចម្លើយត្រឹមត្រូវគឺប្រព័ន្ធសមាមាត្រទូទាំងប្រទេសចម្លើយកជាចំណុចដែលត្រឹមត្រូវសំណួរបន្ទាប់តាមការកំណត់របស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្នរាជទាយាទដែលអាចឡើងគ្រងរាជសម្បត្តិត្រូវជាប់ខ្សែស្រឡាយណាខ្លះក៏មានព្រះបាទអង្គឌួងស៊ីសុវត្ថិនិងនរោត្តមខព្រះបាទជ័យវរ្ម័នទី7កព្រះបាទនរោត្តមសីហនុព្រះបាទសូរ្យវរ្ម័ន
និងខព្រះមហាក្សត្រយានីបាទអញ្ចឹងចំណុចដែលត្រឹមត្រូវគឺចំណុចកព្រះបាទដួងស៊ីសវ័តនិងនរោត្តមអញ្ចឹងចម្លើយកជាចម្លើយដែលត្រឹមត្រូវទី69ក្រុមប្រឹក្សាធម្មនុញ្ញមានសិទ្ធិអំណាចកអនុម័តរដ្ឋធម្មនុញ្ញបាទខត្រួតពិនិត្យធម្មនុញ្ញភាពនៃច្បាប់ចម្លើយកត្រួតពិនិត្យនិច្ចានុគោលភាពនិងខត្រួតពិនិត្យភាពស្របច្បាប់នៃលិខិតបទដ្ឋានគតិយុត្តបាទចំណុចដែលត្រឹមត្រូវគឺចម្លើយខត្រួតពិនិត្យធម្មនុញ្ញភាពនៃច្បាប់បាទដល់សំណួរទី70តំណាងរាស្ត្រនៃខេត្តនីមួយៗត្រូវបានចាត់ទុកថាជាតំណាងឲ្យ កប្រជាជនទូទាំងប្រទេសខនាយករដ្ឋមន្ត្រីកប្រជាជនដែលបោះឆ្នោតក្នុងមណ្ឌលរបស់ខ្លួនខរដ្ឋបាលខេត្តដែលខ្លួនចូលឈ្មោះបាទអញ្ចឹងចំណុចដែលត្រឹមត្រូវគឺចម្លើយខរដ្ឋបាលខេត្តដែលខ្លួនចូលឈ្មោះចូលដល់សំណួរទី71ក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នត្រូវបានកំណត់ឲ្យមានបាទចម្លើយមានកទីស្តីការគណៈរដ្ឋមន្ត្រី1ក្រសួង25និងរដ្ឋលេខាធិការ2ខទីស្តីការគណៈរដ្ឋមន្ត្រីចំនួន1ក្រសួង26និងរដ្ឋលេខាធិការ2កទីស្តីការគណៈរដ្ឋមន្ត្រី1ក្រសួង27និងរដ្ឋលេខាធិការ1ខទីស្តីការគណៈរដ្ឋមន្ត្រី1ក្រសួង28និងរដ្ឋលេខាធិការចំនួន1ចឹងចម្លើយត្រឹមត្រូវគឺចម្លើយខបាទឥឡូវយើងចូលដល់សំណួរទី72រដ្ឋធានីខេត្តក្រុងសុខខណ្ឌត្រូវគ្រប់គ្រងតាមគោលការណ៍នៃរដ្ឋបាលឯកភាពតាមរយៈគោលនយោបាយអ្វីចឹងមកមានកមជ្ឈការខវិមជ្ឈការកវិសហមជ្ឈការនិងខវិមជ្ឈការនិងវិសហមជ្ឈការបាទសម្រាប់សំណួរមួយនេះគឺចំណុចដែលត្រឹមត្រូវគឺចម្លើយខវិមជ្ឈការនិងវិសហមជ្ឈការបាទសំណួរទី73ការបោះឆ្នោតជ្រើសតាំងរដ្ឋសភាអនុវត្តតាមប្រព័ន្ធបោះឆ្នោតគឺកប្រព័ន្ធសមាមាត្រទូទាំងប្រទេសខប្រព័ន្ធសមាមាត្រតាមរាជធានីខេត្តកប្រព័ន្ធសមាមាត្រតាមភូមិភាគខប្រព័ន្ធឯកតនាមបាទអញ្ចឹងចម្លើយត្រឹមត្រូវគឺចម្លើយកប្រព័ន្ធសមាមាត្រទូទាំងប្រទេសបាទឥឡូវយើងសិក្សាចំសំណួរប៉ុណ្ណឹងសិនទី73សិនសម្រាប់សំណួរបន្ទាប់យើងនឹងសិក្សានៅវីដេអូក្រោយដើម្បីកុំឲ្យវីដេអូយើងវិញពេកយើងបញ្ចប់ត្រឹមនេះសិនចុះកុំភ្លេចជួយទៅ follow page និង subscribe channel របស់ខ្ញុំអ្នកមួយផងដើម្បីទទួលបានវីដេអូថ្មីៗទៀតសូមអរគុណសូមជម្រាបលា